នគរបាលខេត្តសៀមរាបបន្តចុះប្រាធរក្តៅលើក្រុមអ្នកលេងភ្លើងម៉ូតូភ្លើងឡានខុសបច្ចេកទេសយកមកដើម្បីធ្វើកិច្ចសន្យាអប់រំនិងរក្សាទុកសមត្ថកិច្ចបានដឹងថាដោយអនុវត្តតាមបទបញ្ជានិងការចង្អុលបង្ហាញរបស់លោកឧត្តមស្នេហ៍តូហួតសុធីស្នងការនគរបាលខេត្តសៀមរាបឲ្យកម្លាំងសមត្ថកិច្ចនគរបាលជំនាញចេញប្រតិបត្តិការនៅតាមដងផ្លូវទាំងអស់ធ្វើការខាត់ម៉ូតូដែលដាក់ភ្លើងសញ្ញាខុសបច្ចេកទេសនិងរថយន្តដាក់ភ្លើងសញ្ញាខុសបច្ចេកទេសយកមកដើម្បីធ្វើកិច្ចសន្យាអប់រំនិងរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តជាបណ្ដោះអាសន្នដើម្បីឲ្យរៀងចាលលោកឧត្តមស្នេហ៍តូហួតសុធីបានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ម៉ូតូសូមកុំបំពាក់ស៊ីម៉ាំងមានសម្លេងឬខ្លាំងខុសបច្ចេកទេសឬក៏ដាក់ភ្លើងសញ្ញាខុសបច្ចេកទេសដែលធ្វើឲ្យរំខានដល់សណ្ដាប់ធ្នាប់សាធារណៈបន្ថែមពីនេះលោកក៏បានសំណូមពរដល់ម្ចាស់អាជីវកម្មហាងលក់គ្រឿងបន្លាស់គ្រឿងភ្លើងម៉ូតូរថយន្តសូមកុំលក់អ្វីដែលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈក្នុងនោះស្នងការខេត្តនឹងមានផែនការចុះទៅណែនាំឬក៏អាចដកហូតនៅតាមបណ្ដាហាងអាជីវកម្មដែលមានលក់គ្រឿងភ្លើងដែលនាំឲ្យខុសបច្ចេកទេសផងដែរលោកស្នងការបន្ថែមថាចំពោះម៉ូតូកែច្នៃចំនួន7គ្រឿងដែលបានធ្វើការខាត់នៅថ្ងៃទី9ខែមីនាឆ្នាំ2025ហើយមកដល់ថ្ងៃទី12ខែមីនាឆ្នាំ2025យើងបានប្រគល់ឲ្យម្ចាស់ម៉ូតូយកទៅប្រើប្រាស់វិញបន្ទាប់ពីយើងធ្វើការអប់រំនិងធ្វើកិច្ចសន្យាលោកបញ្ជាក់ថាក្នុងនោះយើងបានឲ្យធ្វើការដោះដូរស៊ីម៉ាំងឬខ្លាំងចំនួន2គ្រឿងម៉ូតូអត់កញ្ចក់ចំនួន3គ្រឿងឲ្យបំពាក់កញ្ចក់ឡើងវិញហើយម៉ូតូប្រើប្រាស់ភ្លើងឡាស៊ែចំនួន4គ្រឿងឲ្យដោះដូរនិងអំពូលខ្សែភ្លើងញាក់ចំនួន7គ្រឿងរួមនឹងកន្ទុយម៉ូតូចំនួន3គ្រឿងទៀតផងដែរ